ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងហើយមកជួបមួយខ្ញុំទៀតបងប្អូនអើយថ្ងៃថតតែក្នុងចក្រានបាយហ្នឹងទៅបងប្អូនមើលធុញបងប្អូនហ្នឹងហើយនិយាយថានៅខាងមុខបងប្អូននំប៉័ងបងប្អូនអើយនំប៉័ងនេះអត់មានស្អីមានអ្នកចេះធ្វើទេបងប្អូននំប៉័ងហ្នឹងនំប៉័ងឈ្មោះសាវដូធំបងប្អូនហើយយើងមិនហើយរឹងណាបងប្អូនតែរៀងនេះរឹងមែនតើបងឆ្ងល់តែជនជាតិគាត់ហូបកើតទេនេះហើយបើណារសជាតិវាប្រៃជូរបងប្អូនហើយបងគាត់ធ្វើរហូតណាមួយគាត់ធ្វើគ្រប់គង់ពីហាងអញ្ចឹងធ្វើត្រៀមទៅឲ្យគេផងត្រៀមលក់ខ្លួនឯងផងចឹងថារកពេលសម្រាប់បានទេបងប្អូនអើយគ្នាវាតិចអញ្ចឹងការងារវាច្រើនចែកគ្នាធ្វើជាការលាងចានជាការជូតចានជាការជូតនេះជូតនោះត្រៀមនេះត្រៀមនោះអូសពចាងបងប្អូនអើយចាំមិនថាធ្វើការចក្រានបាយតើអ្នកស៊ូទ្រាំខ្លាំងណាស់បងប្អូនចឹងគាត់ថាទ្រាំបានទេដឹងតែនៅមិនបានហើយបើមិនអត់មានភ្ញៀវមើលថែចក្រានបាយនឹងឯងជូតលាងមិនធ្វើការគេមកអង្គុយស្ងៀមបើថាតនេអង្គុយស្ងៀមក៏អត់កើតតកែគេមកក៏យើងនៅមិនស្ងៀមនឹងបានន័យថាក្រែងចិត្តគេអញ្ចឹងបងប្អូនអញ្ចឹងធ្វើការតតែវាពឹសដៃបន្តិចបានល្អចឹងរត់ទៅលាងចានផងរត់ទៅជូតចានប្រមូលជាតិចានទុកធ្វើការមួយថ្ងៃបងប្អូនអើយនិយាយរួមធ្វើការយូរឡើងដឹងស្អីអាទិត្យទេឡើងថាប្រាំងពេលហត់ពេកបងប្អូនអញ្ចឹងឡើងខ្វល់ហើយដល់ម៉ោងទៅដល់ផ្ទះសងំដេកអស់កម្លាំងពេកអញ្ចឹងទៅចឹងមិនថាធ្វើការគេមិនមែនស្រួលបងប្អូនអើយមានការងារខ្លួនឯងធ្វើតហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនឲ្យខ្ញុំមានកម្លាំងធ្វើវីដេអូបន្តទៀតចឹងបងប្អូនអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ